របួសដែលមាននៅលើមុខនេះណាទោះរាប់រយឆ្នាំទៀតក៏មិនអាចរលុបបាត់ដែរវាដូចជាស្នាមរបួសដែលមាននៅក្នុងចិត្តដោយសារតែមនុស្សអាក្រក់ចិត្តខកខានចង់ធ្វើបាបដែលមិនខ្វល់ពីចិត្តអ្នកដទៃនោះនាងឯងនិយាយនឹងកំពុងថាឲ្យណាគេហ៎នាងឯងកុំមកនិយាយស្អីមកឌៀមដាមនឹងប៉ះពាល់ដល់យើងឲ្យសោះណាខ្ញុំមិនបានថាឲ្យអ្នកណាទេគ្រាន់តែនិយាយតែតាមអ្វីដែលខ្ញុំមើលឃើញតែប៉ុណ្ណោះនាងឯងនិយាយស្អីគេនិយាយចេញមកដូចជាចេះដឹងរឿងគេដល់ហើយក្នុងខ្លួននាងឯងនឹងកាត់ស្អីនាងឯងមកនេះចង់បង្ករឿងឬមួយក៏នាងឯងនេះចង់ឈឺសាច់ហ៎ចង់ធ្វើអីខ្ញុំកុំរវល់តែដើររករឿងគេប្រយ័ត្នតែដាប់ថ្នាំឲ្យលោកម្ចាស់មិនទាន់ទេសម្ដីរបស់នាងឯងនិយាយចេញមកដូចជាចេះដឹងរឿងគេខ្លាំងណាស់បើសិនជាដៃរបស់យើងនេះផ្ទះនាងឯងឲ្យនាងឯងជួបក្មេងគឺវាល្អបំផុតហើយណែអញចង់ធ្វើស្អីទៀតឲ្យនាងម៉ៅនាងឯងនេះរៀនធ្វើខ្លួនឲ្យល្អបន្តិចទៅកុំប៉ុនអាចដឹងរឿងអ្នកដទៃនឹងខ្លាំងពេកអាចយុបអត់កំបែកក្មេងដែររករឿងបានសូម្បីតែកូនក្មេងនេះបានខ្ញុំចាត់ទុកថាវានេះគឺជាកូនក្មេងក៏បានដែរតែនាងឯងត្រូវចាំណាថាយើងគឺជានាងម៉ៅណានាងឈប់ចាំទុកក្នុងភួរនាងឯងផងទៅមានតែអញទេដែលមិនស្គាល់យើងនោះម្ដាយយើងស្លូតពេកតែមនុស្សអាក្រក់ដូចជាអញគ្មានមេត្តាចង់ធ្វើបាបណាក៏បានតែដល់ពេលនេះគ្មានទៀតទេដល់ពេលកាប់អញវិញម្ដងហើយទៅចង់ធ្វើស្អីក៏ធ្វើទៅក៏មិននៅឈរក្បែរយើងមិនក៏មិនទៅហ៎មិនបានទេណាលោកបងវាមិនអាចរស់នៅលើផ្ទះធំនេះជាដាច់ខាតនាងនោះណាមិនដឹងថាវាមកពីណាទេហើយក៏គ្មានប្រវត្តិច្បាស់លាស់ដែរវានោះមិនដឹងថាខ្ចាត់ព្រាត់មកពីណាតំបន់ណាប្រវត្តិវាយ៉ាងណាក៏លោកបងមិនដឹងបើយល់ព្រមហើយអនុញ្ញាតគឺអនុញ្ញាតតែការអនុញ្ញាតរបស់លោកបងនេះខុសហើយលោកបងភ្លេចហើយមែនទេថាការដែលនាងទាសកលនេះវាមករស់នៅលើផ្ទះធំនេះវាបង្ករឿងរ៉ាវអ្វីខ្លះហើយមើលទៅនាងក្មេងនេះចាស់ចរិតណាគឺមិនខុសពីនាងទាសកលនោះទេចរិតសុទ្ធតែពួកចង់ឡើងខ្ពស់ហេតុអីក៏អូនជាមនុស្សគ្មានហេតុផលបែបនេះអូនធ្វើអីដល់ខ្លួនឯងគិតតែខ្លួនឯងមិនយល់ពីគេគ្រប់គ្នាអញ្ចឹងហ៎អ្នកដែលគ្មានហេតុផលគឺជាលោកបងនាងក្មេងនេះមិនដឹងថាវាមកពីណាខ្ចាត់ព្រាត់មកពីណាហើយវាក៏មិនមែនជាសាច់ញាតិនៅក្នុងផ្ទះនេះដែរសូម្បីតែឲ្យវារស់នៅក្នុងខ្ទមដូចជាបែបព្រាដតីខ្ញុំមិនចង់ផងតែលោកបងបែរជាអនុញ្ញាតឲ្យវានេះឡើងមករស់នៅក្នុងផ្ទះធំលោកបងធ្វើបែបនេះលោកបងចង់មានន័យថាយ៉ាងណាអូនេះលោកបងកំប្រាប់ថាលោកបងចង់បានវាធ្វើជាប្រពន្ធម្នាក់ទៀតណាលោកបងភ្លេចហើយថាកូនលក្ខណៈហើយនឹងនាងនេះមានអាយុប្រហាក់ប្រហែលនឹងគ្នាអាយុស្មើនឹងកូនណាលោកបងអូននិយាយបែបនេះដូចជាមើងងាយបងពេកហើយបើអូនចង់បន្តធ្វើជាប្តីប្រពន្ធនឹងបងទៀតគួរតែលះបង់អាកំណត់ដែលមើលគេក្នុងផ្លូវអាក្រក់លះបង់ចេញពីចិត្តលះបង់ចេញពីកែភ្នែកអស់ទៅនេះដោយសារតែក្មេងម្នាក់នេះលោកបងធ្វើជាមួយខ្ញុំអញ្ចឹងហ៎ក្តីសុខរបស់យើងគឺពេលដែលឃើញមនុស្សដូចជាលោកស្រីគ្មានក្តីសុខតែតែជាថ្ងៃដំបូងដែលយើងត្រឡប់មកនៅទីនេះវិញសោះក៏ធ្វើឲ្យមនុស្សអាក្រក់ដូចជាពួកឯងក្តៅក្រហកក្រហាយរលាយគ្មានក្តីសុខទៅហើយមិនយូរប៉ុន្មានទេអ្នកដែលសម្លាប់ម្ដាយយើងនឹងត្រូវសងវិញដោយជីវិតទស្សនារឿងពេញនៅលើ Sastra Film App មានតែនៅលើ App Sastra Film តែមួយគត់